ពេលដែលគេបាញ់លុយឲ្យយើងច្រឡំបាញ់លុយយើងលើសអញ្ចឹងចង់ដឹងថាបើសិនជាយើងគិតវេះមិនចង់បាញ់លុយត្រឡប់ឲ្យគេវិញមានតោអត់ខុសច្បាប់អត់ចង់ដឹងច្បាស់មើលវីដេអូនេះទាំងអស់គ្នាយើងនឹងដឹងច្បាស់ស្ដាប់មន្ត្រីជំនាញគាត់បកស្រាយប្រាប់ថាពេលដែលគេបាញ់លុយលើសបាញ់លុយច្រឡំបាញ់លុយខុសពេលគេស្នើសុំឲ្យយើងបាញ់លុយត្រឡប់ឲ្យគេវិញយើងអត់បាញ់លុយឬយើងគិតវេះមិនព្រមសងគេវិញមានតោអត់ខុសច្បាប់អត់ខុសច្បាប់អីខ្លះមានតោមិនខ្លះតោះយើងទៅមើលវីដេអូនេះទាំងអស់គ្នាជាដំបូងប្រសិនបើម្ចាស់កងធនាគារគាត់ពិនិត្យឃើញគណនីរបស់ខ្លួនមានលោតចូលនៅចំនួនទឹកប្រាក់មួយដែលមិនដឹងប្រភពច្បាស់លាស់នៅក្នុងការណែនាំផ្លូវច្បាប់គឺត្រូវឲ្យប្រជាពលរដ្ឋដែលជាម្ចាស់គណនីហ្នឹងគាត់ធ្វើការរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចឬក៏រាយការណ៍ទៅធនាគារសម្ដីរបស់គាត់បាទរាយការណ៍ទៅធនាគារឬក៏គាត់គ្រាន់តែរក្សានៅចំនួនទឹកប្រាក់ដែលគាត់បានទទួលនោះទុកទៅបន្ទាប់ពីខាងធនាគារគេរកឃើញម្ចាស់ដែលច្រឡំឬសមត្ថកិច្ចរកឃើញម្ចាស់ដែលច្រឡំយើងផ្ញើប្រាក់ត្រឡប់ទៅតាមចំនួនដែលយើងទទួលនោះគឺអត់មានបទល្មើសអីទាំងអស់បាទអត់មានបទល្មើសអីទេបាទហ្នឹងនៅក្នុងក្រមប្រព័ន្ធនេះគឺចែងពីបទល្មើសចម្រើនហេតុបាទថាយើងនៅសុកយើងអត់ដឹងខ្លួនទេតែលុយចូលមកយើងអញ្ចឹងយើងគ្រាន់តែផ្ញើឲ្យត្រឡប់ទៅម្ចាស់ដើមវិញទៅគឺរួចគ្នាបាត់ទៅហើយបាទចាចុះបើសិនណាជាគាត់ទទួលបានប្រាក់នឹងមកហើយប៉ុន្តែគាត់មិនបានដល់ព័ត៌មានទៅខាងបានន័យថាម្ចាស់ដើមនៃលុយនោះឬក៏សមត្ថកិច្ចអញ្ចឹងថាគាត់អាចនឹងប្រឈមមុខជាមួយនឹងបញ្ហាបែបណាខ្លះដែរបាទសូមអរគុណកន្លែងនេះគឺជាដល់ចំណុចសំខាន់ដែលយើងចង់មកវិញឲ្យគ្នានៅក្នុងកម្មវិធីថ្ងៃនេះគឺក្នុងពេលដែលម្ចាស់គណនីទទួលបានប្រាក់វេរច្រឡំនៅក្នុងគណនីរបស់ខ្លួនហើយមិនបានជូនដំណឹងទៅធនាគារឬក៏អាជ្ញាធរមានសមត្ថកិច្ចគាត់បែរទៅជាដកប្រាក់នោះទៅធ្វើការចាយវាយតាមតម្រូវការរបស់គាត់ឬក៏គាត់វេរពីកងធនាគាររបស់មួយរបស់គាត់ទៅកងធនាគាររបស់គាត់មួយទៀតអញ្ចឹងកន្លែងនេះក្នុងនាមនគរបាលយុត្តិធម៌មានទូនទីភារកិច្ចក្នុងការពិនិត្យរកបទល្មើសកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអัยការក្នុងនេះបើយើងពិនិត្យលើធាតុអត្តនោម័តមានន័យថាធាតុការគិតផ្លូវចិត្តរបស់គាត់គឺគាត់បានទទួលដឹងហើយគាត់បានទទួលដឹងគឺគាត់ធនាគារបញ្ជូនដំណឹងមកគាត់ពេលខ្លះគណនីរបស់គាត់ត្រូវបានបង្កក់ទៀតចា៎បាទហើយពេលខ្លះធនាគារក៏បានឲ្យលេខទូរស័ព្ទហ្នឹងទៅម្ចាស់គណនីដើមហើយគាត់ជាម្ចាស់លុយហ្នឹងធ្វើការតាក់ទងទៅផ្ទាល់ដល់ម្ចាស់គណនីមួយទៀតគាត់ឆ្លើយពេលគេតាក់ទងទៅគាត់ឆ្លើយថាបាទអត់អីទេបងតិចទៀតខ្ញុំនឹងធ្វើការពិនិត្យមើលសិនបាទពិនិត្យមើលសិនហើយគាត់ក៏បិទទូរស័ព្ទតែម្ដងកន្លែងហ្នឹងក្នុងនាមរបស់យុទ្ធធម៌យើងមានឃើញថាគាត់មានចេតនាទុច្ចរិតហើយអញ្ចឹងសកម្មភាពរបស់គាត់មួយនេះលែងនៅក្នុងករណីចម្រើនហេតុក្រមរដ្ឋបាលវិនិច្ឆ័យហើយវាត្រូវទៅដល់ក្រមព្រំទាន់នៅក្នុងមាត្រា353និង356ក្នុងបទល្មើសលួចវិញម្ដងបាទក្នុង353ចែងពីនិយមន័យនៃបទល្មើសលួច356ចែងពីទណ្ឌកម្មតែគាត់ត្រូវទទួលការដែលគាត់ប្រព្រឹត្តបែបនេះតែគាត់ត្រូវទទួលទោសពី6ខែទៅ3ឆ្នាំហើយនឹងត្រូវពិន័យជាប្រាក់បើសិនក្នុងករណីគ្រប់គ្រងអាចពី1លានរៀលទៅ6លានរៀលទៀតបើសិនបើគាត់យកលុយនោះទៅប្រើប្រាស់ហើយមិនព្រមប្រគល់ឲ្យម្ចាស់ដើមវិញហើយជាមួយនេះខ្ញុំក៏ធ្លាប់ជួបច្រើនទៀតការដែលប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍មកខ្ញុំឬក៏គាត់បានឡើងមកជួបខ្ញុំនៅខាងក្រសួងមហាផ្ទៃគាត់មានវេរច្រឡំទីថាគាត់ទូទាត់ថ្លៃទិញទំនិញអីមួយអញ្ចឹងគាត់វេរច្រឡំដល់ទៅ$6000ហើយគាត់តាក់ទងទៅធនាគារឲ្យលេខទូរស័ព្ទគាត់តាក់ទងទៅសម័យខ្លួនទៀតគាត់បានតំណែងគ្នាហើយគាត់បានទេទៅម្ចាស់ដែលទទួលហ្នឹងថាបងពីល្ងាចមិញខ្ញុំបានវេរប្រាក់ទៅបងច្រឡំចំនួន$6000ស្នើសុំឲ្យបងវេរមកខ្ញុំវិញផងខ្ញុំជូនសគុណបង$500ជូនថែមទៀតបាទអ្នកដែលទទួលកងនោះគាត់មិនត្រឹមតែមិនវេរត្រឡប់មកម្ចាស់ដើមវិញគាត់នៅតថ្លៃទៀតគាត់ថាឲ្យខ្ញុំ1000មកបានខ្ញុំវេរទៅឲ្យបាទកន្លែងហ្នឹងមួយក៏ជាបទល្មើសដូចគ្នាបាទគឺជាការគំរាមផ្នែក